ចាសួស្តីគម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺបានដាំបាយដាំអីរួចឲ្យអ្នកម្ដាយទៅវត្តពេលថ្ងៃសៅរ៍រួចរាល់ហើយគឺអ្នកម្ដាយផ្ដាំហើយហាលត្រីហើយហាលត្រីហ្នឹងក៏មិនបានជាត្រីធំនេះគឺតូចដាក់ស្បៃហាលអញ្ចឹងទៅហើយក៏ដាក់ហាលអញ្ចឹងបងប្អូនហើយក្រែបងប្អូនមានឃើញចាប់អារម្មណ៍ក្រែហ្នឹងឯងចាក្រែហ្នឹងគឺក្រែខ្ញុំថតវីដេអូដាក់បាយដាក់នំចំណីមកជូរអីហូបជារៀងរាល់ថ្ងៃថតវីដេអូឥឡូវថ្ងៃហ្នឹងលែងអត់បានដាក់នៅអង្គុយហូបជូរហូបបាយទេមកដាក់ហាលត្រីម្ដងហើយត្រីមកកញ្ច្រែងនេះគឺខ្ញុំដាក់ហាលឡើងមួយយូរដែរបងប្អូនគឺតម្រិបហាលឲ្យបានសពពេញស្បៃពេញក្រែនឹងមិនហាលអស់គឺត្រីតូចអញ្ចឹងហើយដល់ពេលអញ្ចឹងតើយើងតម្រិបបើយើងចាក់ទៅជុះយកតែហ្មងគឺអត់អស់ទេគឺវាសល់ត្រីទៀតហើយយើងអត់មានអីដាក់ហាលអញ្ចឹងក៏យើងជិះនៅតម្រិបមួយអញ្ចឹងមកបងប្អូនហើយអត់មានស៊ីស្អីទេបងប្អូនមានតែកិច្ចការក្នុងផ្ទះបន្តិចតួចកន្លងជុំវិញផ្ទះអីចឹងទៅរួចរាល់ហើយហ្នឹងក៏មកហាត្រីហាអីអញ្ចឹងទៅហូបបាយហូបអីរួចពេលព្រឹកអញ្ចឹងណាហើយក៏ហាត្រីបងប្អូនមានក្រុមហ៊ុនគេតែឲ្យមកយកតែឲ្យទៅយកអីវ៉ាន់ហើយក៏អត់មានអីជីទៅដែរនៅហាត្រីទៅតែរួចរាល់សិនទៅព្រោះអីចាំពុកគាត់យកលីតូមកពីវត្តវិញបានទៅយកអីវ៉ាន់ហើយបងប្អូនមើលចឹងតាទស្សនភាពស្រុកស្រែមានអីទេបងប្អូនមានតែមន់ទាឆ្កែពេញហ្នឹងហើយបើឆ្កែរបស់ខ្ញុំគឺចូលកាមេរ៉ានៅដេកថឹងនៅហ្នឹងអត់មានឡើងទៅណាទេហើយបងប្អូនឃើញស្រាប់ជាងការងារមានតែប៉ុណ្្នឹងបងប្អូនមនុស្សស្រីយើងតែពេកពុកនៅក្នុងផ្ទះវល់ចុះវល់ឡើងនឹងដល់ម៉ោងហូបចុកអីទៀតហើយត្រីហ្នឹងគឺត្រីគឺតូចទេបងប្អូនបើធំហាលហើយលឿនតែតូចអញ្ចឹងគឺហាលរៀងយូរបន្តិចព្រោះអីវាតូចអញ្ចឹងនៅតម្រិបវាបើយើងចាក់ត្មងវាហាលអត់ទេអញ្ចឹងតម្រិបតឡើងភ្លឹងបងប្អូនតិចដល់ខ្ញុំហាលហើយហាលរួចហើយហ្នឹងក្រុមហ៊ុនគេតែត្មមឲ្យទៅយកអីវ៉ាន់ហើយអញ្ចឹងក៏អត់មានអីជាងអង្គុយចាំពុកគាត់សិនបើគាត់ចាំពុកក្មេកខ្ញុំគាត់មកពីវត្តសិនចាំទៅយកអីវ៉ាន់អញ្ចឹងមកពីវត្តវិញអញ្ចឹងហើយចាំទៅយកអីវ៉ាន់នេះបងប្អូនត្រីខ្ញុំឈរតម្រៀបមើលទៅច្រឹងគួសមដែរហើយក៏ពុកគាត់មកហើយហ្នឹងក៏បានជូនគាត់បន្ថែមទៅគាត់ទៅជួយបាច់បៀគេទប់ទៅនៅបាច់បៀគេរកគាត់ជួយទប់បាច់បៀបាច់អីចឹងណាហើយគាត់ជូនគាត់មកថតពីទស្សនភាពបឹងហើយវាលតិចជួយបងប្អូនមើលហើយខ្ញុំថតជាកាត់ទេបងប្អូនកាត់ហ្នឹងមកដល់កន្លែងយកអីវ៉ាន់ហើយតាម JNT នឹង JNC ហ្នឹងឯងបងប្អូនព្រោះអីរឿងកំងអីវ៉ាន់ហ្នឹងគឺខ្ញុំមិនសូវជាជំនាញកំងប្រហែលទេហើយមានប្អូនថ្លៃខ្ញុំគាត់កំងអញ្ចឹងក៏ខ្ញុំទៅយកហើយដូចជាអីគេបរិយបុនធម្មខ្ញុំទៅបរិយបុនធម្មទៅចេញបរិយឆ្កែខាមលើបងប្អូនព្រោះអីហៅមិនត្រូវសោះហើយមកដល់ហ្នឹងឲ្យក្មួយគាត់អ៊ុតអីវ៉ាន់អីគេអញ្ចឹងបងប្អូនចាំមើលជាមួយខ្ញុំមើលតើអីវ៉ាន់អីគេចាញ់ហើយបងប្អូនវីតាមីនក្មេងវីតាមីនគេហៅស្អីទេបងប្អូនភ្លេចឈ្មោះបាត់ហើយគេហៅបរ៉េនគីតទេបងប្អូនបរ៉េនគីតវីតាមីនរបស់ក្មេងចឹងទៅញ៉ាំទៅពីជំនួយអីខ្លះជំនួយឆ្អឹងជំនួយខួរក្បាលជំនួយអីចឹងហើយកំងឲ្យគាត់ហូបសាកលមើលគីឡូគាត់ហូបទៅមានការចងចាំចាឲ្យបងប្អូនរៀងយូរបន្តិចបងប្អូនមានចាប់អារម្មណ៍ខ្ចក់ដៃខ្ញុំនេះចាចូលកន្លែងនោះបន្តិចកន្លែងនេះបន្តិចបានខ្ចក់ដៃឡើងភ្លឹងហើយចំនួននោះគឺមាន10ប្រអប់បងប្អូនចាដូចបងប្អូនឃើញចឹងមកកូនកេះគេមកតំណងមែនតែនចំនួន10ប្រអប់ហើយក្នុងប្រអប់ហ្នឹងគឺមានចំនួនខ្ចប់តូចមាន2ដល់10ខ្ចប់បងប្អូនចាហើយបងប្អូនឃើញចឹងនេះហើយគ្មានអីទេបងប្អូនទៅកប៉ិកប៉ុកបានព្រីភើងព្រីអីផងយកមកទុកគាត់បញ្ចូលសាកទូរស័ព្ទសាកពលសាកអីបងប្អូនចាមានអីទេ
ហើយនេះខ្ញុំហាច់រកឲ្យបងប្អូនមើលនេះវាមាន2ដណ្ដប់ចាប់តូចអញ្ចឹងណាវាអត់ធំទេគឺ2ដណ្ដប់ចាប់ឲ្យខ្ញុំចាក់រកឲ្យបងប្អូនមើលអញ្ចឹងគ្នាដើមគ្នារាប់តែខ្ញុំនេះដើមរាប់ដែរចាហើយវីដេអូក៏អត់មានអីច្រើនដែរបងប្អូនវីដេអូក៏ឈានដល់ទីបញ្ចប់ដែរបងប្អូនចាក៏អរគុណបងប្អូនរកតាមដានវីដេអូខ្ញុំជួយមើលវីដេអូខ្ញុំពីដើមទីរហូតដល់ទីបញ្ចប់ចាអរគុណបងប្អូនច្រើនទោះស្រឡាញ់ចូលចិត្តនាងខ្ញុំអរគុណជំរាបលាបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយ